ការចូលគេងដោយមិនហូបអាហារអាចប៉ះពាល់ដល់សុខភាព 1. ការចូលគេងពោះទទេមានគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកជាធម្មតាយើងមិនអាចទុកពោះទទេលើសពី10ម៉ោងនោះទេមានមនុស្សជាច្រើនតែងតែមិនហូបអាហារពេលល្ងាចចាប់ពីពេលរសៀលរហូតដល់ពេលព្រឹកថ្ងៃទី2នោះគឺនឹងរងផលប៉ះពាល់ជាមិនខានហើយបើនៅតែបន្តក្នុងស្ថានភាពបែបនេះក្នុងរយៈពេលវែងនោះអាស៊ីតដែលបញ្ចេញក្នុងក្រពះកើនឡើងយូរទៅនឹងបណ្ដាលឲ្យមានជំងឺក្រពះ 2. ប៉ះពាល់ដល់គុណភាពនៃការគេងពេលយប់គឺជាពេលវេលាសម្រាប់ខួរក្បាលសម្រាកការចូលគេងពោះទទេនឹងប៉ះពាល់ដល់គុណភាពនៃការគេងរបស់អ្នកអាចប៉ះពាល់ដល់ថាមពលនិងស្មារតីរបស់អ្នកនៅពេលបន្ទាប់ការបង្អត់អាហារញឹកញាប់នឹងធ្វើឲ្យបាត់បង់ការចងចាំនិងប៉ះពាល់ដល់ការសិក្សានិងការងាររបស់អ្នកទៀតផង 3. រាងកាយធាត់ដោយមិនដឹងខ្លួនពេលចូលគេងពោះទទេដល់ថ្ងៃទី2នឹងត្រូវហូបអាហារកាន់តែច្រើនជាងមុនដើម្បីប៉ះពៅការឃ្លានធ្វើឲ្យអ្នកញ៉ាំអាហារយ៉ាងច្រើនដោយមិនដឹងខ្លួននិងមិនយកចិត្តទុកដាក់លើអាហារូបត្ថម្ភនិងកាឡូរីដូច្នេះងាយឲ្យអ្នកឡើងទម្ងន់ដោយមិនដឹងខ្លួន 4. ការបាត់បង់គុណភាពសាច់ដុំអ្នកបានគេងលក់ពិតមែនប៉ុន្តែរាងកាយនៅតែដំណើរការជួសជុលកោសិកានិងបង្កើនសាច់ដុំទាមទារឲ្យមានការទ្រទ្រង់ពីថាមពលជាក់លាក់មួយដូច្នេះថាមពលបានមកពីអាហារការបង្ខំខ្លួនឯងឲ្យចូលគេងដោយមិនហូបអាហារសោះនឹងធ្វើឲ្យអ្នកបាត់បង់គុណភាពសាច់ដុំអាហារទាំង8ប្រភេទអាចគ្រប់គ្រងជាតិស្ករបាន 1. បន្លែជាច្រើនមុខដូចជាបន្លែស្លឹកបៃតងស្ពៃខ្មៅផ្កាខាត់ណាខៀវសុទ្ធតែសម្បូរទៅដោយជាតិសរសៃវីតាមីននិងសារធាតុរ៉ែដែលជួយរក្សាលំនឹងជាតិស្ករនៅក្នុងឈាម 2. ពពួកសណ្តែកដូចជាសណ្តែកសៀងសណ្តែកខ្មៅនិងសណ្តែកដីសុទ្ធតែសម្បូរទៅដោយប្រូតេអ៊ីននិងជាតិសរសៃដែលអាចពន្យឺតការកើនឡើងជាតិស្ករនៅក្នុងឈាម 3. ប្រភេទស្រូវស្រឡីគ្រាប់ធញ្ញជាតិទាំងឡាយដែលបានចម្រាញ់ដូចជាអង្ករសម្រូបនិងអូតម៉ាតអាចរក្សាជាតិសរសៃអាហារបានច្រើននិងជួយគ្រប់គ្រងជាតិស្ករក្នុងឈាម 4. គ្រាប់ធញ្ញជាតិគ្រាប់អាល់ម៉ុនគ្រាប់ស្វាយចន្ទីគ្រាប់ជីជាដើមមានផ្ទុកនូវជាតិខ្លាញ់ល្អប្រូតេអ៊ីននិងជាតិសរសៃដែលជួយរក្សាលំនឹងជាតិស្ករក្នុងឈាមនិងបង្កើនការឆ្អែត 5. ផ្លែឈើជ្រើសរើសផ្លែឈើដែលមាន IG ទាបដូចជាផ្លែ berry blueberry strawberry ផ្លែប៉ោមផ្លែសេរីជាដើម 6. ប្រេងអូលីវដែលមានគុណភាពខ្ពស់សម្បូរទៅដោយអាស៊ីតខ្លាញ់គឺជាខ្លាញ់ដែលមានសុខភាពល្អដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពនិងជាផ្នែកសំខាន់នៃរបបអាហារដែលមានសុខភាពល្អនិងមានតុល្យភាពដែលជួយគ្រប់គ្រងជាតិស្ករក្នុងឈាម 7. ផ្លែប៊ឺសម្បូរទៅដោយខ្លាញ់ល្អនិងជាតិសរសៃដែលជួយរក្សាលំនឹងជាតិស្ករក្នុងឈាម 8. ទឹកខ្មេះការសិក្សាមួយចំនួនបានបង្ហាញថាទឹកខ្មេះអាចជួយបង្កើនភាពប្រែប្រួលអាំងស៊ូលីននិងជួយគ្រប់គ្រងជាតិស្ករនៅក្នុងឈាមចំណាំសូមពិគ្រោះជាមួយវេជ្ជបណ្ឌិតឬអ្នកជំនាញអាហារូបត្ថម្ភដើម្បីបង្កើនផែនការរបបអាហារដែលស័ក្តិសមនឹងអ្នកយកចិត្តទុកដាក់លើវិធីចម្អិនម្ហូបអាហារនិងជៀសវាងវិធីចម្អិនដែលមានជាតិប្រេងនិងស្ករខ្ពស់តាមដានជាតិស្ករក្នុងឈាមរបស់អ្នកឲ្យបានទៀងទាត់ដើម្បីយល់ពីរបៀបដែលរាងកាយរបស់អ្នកឆ្លើយតបទៅនឹងអាហារ